ba video từ bốn cứ tháp play bên tên tay mà đó ngày ní cứ ti tăng có sang sang nơi rốn cứ miên cướp ti cái lại tăng tay mà đó nơi con vót tăng bị khlong thuê ti mùi rồi hồ đọc khlong thuê ti pram chẳng đăng thắt tập hiệp rốn ngày ní giang nam bằng pôn tam nan tesna video mình nhung ngọc nè nè để bằng pôn khơi chẳng ba tập hiệp nơi con rốn cái lại ní đây sang tay mình toàn miên cả bạc phượng mà anh chẳng ấy hẹn là ngất bà hẹn là ngất ở sơ phơi mà anh tê hay miên ca tóc tai lùm o miên ca đạn nơi mà sân tự trẻ bằng pôn này mà sân tự trẻ chẳng cái lại nắng cứ tự trẻ lo mình tên đây mà đó hay bị đàn khang lỡ nó bà bị đàn khang lỡ nó tập hiện khăn ngày nít trong nông một mai bằng pôn mưa cướp ti cái lại tên mà đó nơi ai bạ về nơi khăn vọt ta tam nan test nam mình nhung ở cái ní hàng bị phơi hàng mông tích cái lại ní cứ chìa rong nơi chuột chỉ mùi nâng khăn thuê tị buôn bà khăn thuê tị buôn miên rong mà lục về hơi là hỗ trợ đó ai sẽ luôn tiết bụng mang pôn dây tang ở này hay trong nông nom bằng pôn từ mưa bị ruộng xanh tiết nơi tì tang xanh cái này cái này dân đào từ hàng khăn rốn xa đó ba là vân đây mà đó hơi bụng mai bằng pôn dương này còn trôi màu ngày nắngคือnâng ai khơi nhảy tì tang ruộng bà bị xe mền tén cho họ thuê một hàng tiết bằng pôn ở nàyนี่คือปลาสลาล้วงហើយនេះផ្លូវអមรងដែលចំជាមួយនឹងសាលាលួងតែម្ដងហើយខាងនោះមហាកតបងប្អូនបាទចេញទៅក្រៅនោះគឺជាទីតាំងមហាកតនេះបាទមហាកតនៅកន្លែងនឹងឯងសម្រាប់ពុកម៉ែបងប្អូនចូលមកបាទកន្លែងសាលាលួងនេះបាទគឺធ្វើរោងចំកណ្ដាលផ្លូវតែម្ដងពុកម៉ែបងប្អូនណាហើយនេះគឺជាក្បឿងដែលត្រៀមប្រក់នៅសាលាលួងបាទត្រៀមប្រក់មិនតាន់ប្រក់ទេហើយនៅក្រោមឯដើមលៀបនេះគឺមានរោគសំណាក់របស់ប្រស័យវលីនៅក្រោមដើមលៀបក្រោមក្រោយសឡុំបាទក្រោយសឡុំអញ្ចឹងនេះទស្សនវិជ្ជាដែលខ្ញុំបង្ហាញត្រួសកន្លែងក្រោមដើមលៀបដែលប្រស័យវលីគង់នៅហើយបរិវេណនេះខ្ញុំនឹងអស់មកជុំបង្ហាញតែម្ដងនោះដបូលរបស់សាលាលួងហើយបានលើកជាវាមាសនោះបាទបងប្អូនឃើញទេនេះជាវាពណ៌មាសយ៉ាងស្អាតហ្នឹងនៅចំជាមួយនឹងសាលាតែម្ដងបាទនេះទស្សនវិជ្ជាខមហើយកន្លែងនេះគឺរៀបរងគ្រប់កន្លែងបាទនេះនៅជុំវិញនេះកន្លែងមហាកតបាទសិតតែកន្លែងប្រក់ហើយរៀបរងហើយនេះកន្លែងដែលប្រសង់ព្រះអង្គនិមន្តបិណ្ឌបាតរាល់ថ្ងៃនៅឯសឡុំអញ្ចឹងនេះគឺជារោងមួយខ្សែទៀតនៅឯឆ្ពោះទៅឯមហាកតបាទគឺមានរោងមួយខ្សែកន្លែងហ្នឹងឯងបងប្អូនគ្នាហើយនេះផ្លូវសាលាលួងយើងចេញទៅមិញហ្នឹងឥឡូវយើងដើរទៅខ្ញុំដើរទៅដល់កន្លែងមហាកតតែម្ដងចង់ដឹងថានៅខាងមុខនោះគឺមានការរៀបចំបានប៉ុណ្ណាបាទយើងឡើងតាមនេះទៅនឹងរោងមួយខ្សែដែរតែកំពុងតែរៀបចំឯមហាកតនេះគឺជាងគាត់កំពុងតែធ្វើការប្រក់ដបូលប៉ុន្តែអត់ទាន់រួចរាល់ទេបាទនោះជាងនៅខាងលើនោះគឺកំពុងតែប្រក់ដបូលហើយរោងវិញគឺធ្វើជាប់ជាមួយនឹងមហាកតតែម្ដងខ្ញុំទៅបង្ហាញកន្លែងអាស្រមរបស់ឪសួងបន្តិចរៀបរងកន្លែងអាស្រមរបស់ឪសួងបាទគ្រប់កន្លែងតែម្ដងការរៀបចំរោងនេះកន្លែងអាស្រមរបស់ឪសួងនេះគឺមានរៀបរងដែរហើយមានពុទ្ធបរិស័ទយើងក៏អញ្ជើញមកហោហែដែរបរិវេណកន្លែងអាស្រមនេះអញ្ចឹងកន្លែងនេះគឺសិតតែផ្លូវដើរនេះដែលរៀបរងរៀបអីដែរនៅកន្លែងនោះរោងបន្ថែមទៀតបងប្អូននេះបាទគ្រប់កន្លែងតែម្ដងវីដេអូមួយនេះខ្ញុំបង្ហាញគ្រប់កន្លែងនៃការរៀបចំរោងបាទរៀបចំរោងនេះទស្សនវិជ្ជាជាក់ស្ដែងបាទខ្ញុំវិលមកជុំហ្មងឲ្យបងប្អូនបានឃើញកន្លែងនេះមុខសាលាលួងបាទមិញខ្ញុំចូលតាមរោងខាងមុខនោះបាទខាងមុខនោះនេះដាក់អំពូលបាទកំពុងដាក់អំពូលហើយនៅក្នុងការដាក់វាំងននឥឡូវខ្ញុំចេញមកដល់ផ្លូវខាងមុខហើយអានេះគឺចំជាមួយនឹងខ្លងទ្វារទី5នេះក៏រៀបរងដែរបាទខ្លងទ្វារទី5នេះគឺមានការរៀបរងដូចគ្នាបាទនោះគឺជាឡានដឹករោងដែលគាត់ដឹកមកបន្ថែមទៀតបាទរោងច្រើនមែនទែនបងប្អូននិយាយតាច្រើនណាចំកប់ទាំង3រោងដែលខ្ញុំដើរចេញមកមិញហ្នឹងបាទគឺមានការរៀបអញ្ចឹងហើយមួយខ្សែហ្នឹងក៏មានការរៀបបន្តទៀតដែរខ្ញុំមកដល់ខ្លងទ្វារទី5នេះហើយខ្ញុំបង្ហាញកន្លែងកម្មភាពតបតែងបាទលំអនៅកន្លែងផ្ទះបាយឃើញជាងកំពុងតែមានញឹកមែនតើអញ្ចឹងការរៀបថ្មម៉ាតនេះគឺរៀបមកដល់ខាងមុខនេះថ្មម៉ាតបងប្អូនគ្នាបាទមានការរៀបមកដល់មុខហ្នឹងហើយនេះ
បច្ចុប្បន្នភាពនៅឯផ្ទះបាយលើចាប់ផ្ដើមដឹកថ្មម៉ាតចូលហើយរៀបចំកន្លែងទីសង់ព្រះពុកម៉ែបងប្អូននិយាយតាបាទនេះថ្មម៉ាតតំដឹកចូលថ្ងៃហ្នឹងនេះឥឡូវដើរមកជ្រោះបាទខ្ញុំមកដល់កន្លែងខ្លងទ្វារទី4វិញបាទហើយឥឡូវនេះនាំបងប្អូនទៅមើលអំពីខ្លងទ្វារទី1ទី2បន្តិចកន្លែងនេះមានការរៀបចំឡានស្ទូចពុកម៉ែបងប្អូននិយាយតាបាទឡានស្ទូចដើម្បីរៀបចំធ្វើជារោងណាហើយខ្ញុំទៅមើលសិនព្រោះថាឃើញធ្វើរោងថែមជាប់ជាមួយនឹងទីតាំងព្រះវិហារគឺមានការរៀបចំជារោងនៅកន្លែងនេះនៅកន្លែងនេះបានច្រើនបន្ថែមហើយនេះគឺជាម៉ាស៊ីនឡានស្ទូចដែលគាត់ទៅស្ទូចបាទរៀបចំរោងអីបន្ថែមព្រោះពីដំបូងនោះរោងតូចដែរទេប៉ុន្តែឥឡូវនេះគឺទៅធ្វើបច្ចុប្បន្នភាពបន្ថែមដើម្បីថែមរោងឲ្យធំបាទថែមរោងឲ្យធំជាងមុនទៀតសកម្មភាពទាំងមូលចេញពីខ្លងទ្វារទី2មកបាទចំជាមួយនឹងរោងតែម្ដងពីមុនរោងតូចទេបាទឥឡូវបន្ថែមរៀងធំជាងមុនហើយយើងដាក់ស្តឡានស្ទូចឡានអីតែម្ដងផ្លូវយើងចូលបងប្អូនណាបាទចូលតាមហ្នឹងហើយកែបាទកែខ្លះទៀតរោងហ្នឹងកែបន្ថែមទៀតឥឡូវនេះខ្ញុំមកដល់ទីតាំងខាងមុខវត្តកន្លែងនេះបងប្អូននិយាយតាស្គាល់ហើយបាទមុខខ្លងទ្វារទី1ទី2ហ្នឹងគឺទស្សនភាពបែបនេះឯងនេះឃើញទេបាទខ្ញុំមកដល់ហើយខ្ញុំនឹងទៅថតទស្សនភាពនៅមុខបន្តិចចែកជូនពុកម៉ែបងប្អូននិយាយតាយើងបានទស្សនាអំពីសកម្មភាពនៃការស្ទូចការលើកអីផ្សេងហ្នឹងមិញហ្នឹងខ្ញុំបែរពីខាងនោះមកឥឡូវខ្ញុំប្រចាំងចេញពីខាងនេះទៅវិញបងប្អូនឃើញទេបាទនោះរោងធំជាងមុនបាទថ្ងៃមុនខ្ញុំបង្ហាញមកគឺរោងតូចជាងហ្នឹងទេហើយនេះគឺជាផ្លូវបាទចេញទៅខាងក្រៅវត្តបាទនៅដល់ថ្ងៃហ្នឹងហើយនឹងមានបងប្អូនយើងគាត់ចាក់ដីចាក់អីហូរហែនៅខាងក្រៅហ្នឹងឥឡូវនេះគឺឡានស្ទូចបាទបានស្ទូចបានច្រើនហើយបងប្អូននិយាយតាទាំងអស់គ្នានេះខ្ញុំមិនបាច់ស៊ូមក៏បានដែរនេះទស្សនភាពនៅកន្លែងឡានស្ទូចថ្ងៃហ្នឹងហើយនេះបែកមកខាងនៃកន្លែងដែលទៅរៀបចំហើយបាទឥឡូវនេះគឺថាពលឿនបានច្រើនមែនតើនោះអញ្ចឹងមកដល់ថ្ងៃនេះហើយគឺជាងគាត់នៅតែបន្តស្ទូចលើកដដែលទេនេះឡានស្ទូចដ៏ធំមួយហ្នឹងបាទហើយមានដុំថ្មគោច្រើនជាងនឹងបន្ថែមទៀតបាទគោច្រើនបន្ថែមទៀតដើម្បីត្រៀមនៅក្នុងការធ្វើប្រហើយណាព្រោះតាមនឹងមកនឹងក៏សិតតែជាសំណង់ដែលត្រូវឆ្លងដែរបាទសំណង់ដែលត្រូវឆ្លងគឺបូករួមជាមួយនឹងសំណង់ខាងមុខរបស់លោកជំទាវដែរពេលរៀបអញ្ចឹងទៅយើងឃើញមានភាពអស្ចារ្យមែនតែនតែម្ដងបាទផ្ទាំងថ្មធំដែលយើងមិនសូវជាឃើញមាននៅតាមទីតាំងកន្លែងផ្សេងទេត្រូវមកមាននៅកន្លែងវត្តសតនេះគឺសម្បូរមែនតែនបងប្អូននេះអូរៀងចាំងថ្ងៃបន្តិចហើយម៉ែបងប្អូននិយាយតាយើងដែលគាត់ចូលមកថ្ងៃកម្មវិធីហ្នឹងបាទសូមបញ្ជាក់ថាបើអាចគឺផ្ញើឡាននៅខាងក្រៅទៅមកចូលមកក្នុងទេព្រោះថាយើងឃើញថាមានការចង្អៀតណែនមែនតែនតែម្ដងហើយផ្លូវនេះគឺខាងក្នុងវត្តគឺធ្វើដំណើរដោយឡានដោយម៉ូតូអីអត់កើតទេដោយសារតែសាងសង់រោងច្រើនអញ្ចឹងហើយគឺអាចដើរថ្មើរជើងហ្នឹងក៏ពិបាកដែរប៉ុន្តែផ្លូវមួយខ្សែនេះគឺយើងអាចដើរបាននេះបាទផ្លូវមួយខ្សែនេះគឺយើងអាចដើរបានហើយចំពោះឡានម៉ូតូបើអាចចតនៅប៉ែកខាងក្រៅវិញបាទខាងក្រៅវិញល្អជាងអញ្ចឹងកន្លែងនេះគឺរោងចាប់តាំងពីខ្លងទ្វារទី2ទៅហើយបាទគឺច្រើនហើយឃើញមានការសាងសង់ជាបន្តបន្ទាប់ទៀតបងប្អូនអ្នកគ្នាដែលមើលវីដេអូខ្ញុំគឺបានឃើញហើយរោងគឺច្រើនមែនតើហើយស្អាតណារោងមួយសិតតែជារោងពិសេសហ្មងនេះគឺជាខ្លងទ្វារទី1បាទខ្ញុំបង្ហាញបន្តិចមុនបិទបញ្ចប់វីដេអូបាទបង្ហាញបន្តិចនេះខ្លងទ្វារទី1ចូលទៅហើយកន្លែងនេះដូចជាមិនមានការសាងសង់រោងអីទេបងប្អូននិយាយតាទាំងអស់គ្នាជាប់ជាមួយហ្នឹងគឺមានការធ្វើជាបច្ចេកដីបាទចែកដីនៅកន្លែងនេះអញ្ចឹងចែកដីនេះគឺបានប៉ុណ្ណេះទេបាទរួចរាល់បានប៉ុណ្ណេះទេហើយផ្លូវនេះប្រហែលជាទៅបិទដែរនៅក្នុងថ្ងៃកម្មវិធីខាងមុខនេះបាទប្រហែលជាមានការបិទដោយសារតែពុទ្ធបរិស័ទយើងជួយមកច្រើនអញ្ចឹងហើយប្រហែលជាអត់ឲ្យឡានម៉ូតូអីចូលទេនៅផ្លូវនេះបាទនោះអញ្ចឹងមកដល់កន្លែងនេះយើងឃើញហើយនោះគឺមានរោងបាទរោងជាច្រើននៅកន្លែងបរិវេណនោះបាទនៅបរិវេណហ្នឹងគឺមានរោងបងប្អូនវីដេអូនេះខ្ញុំបិទបញ្ចប់ប៉ុណ្ណឹងទៅចុះជូនពរពុកម៉ែបងប្អូនមានសុខភាពល្អសំណាងល្អហើយ
សម្រាប់បងប្អូនដែលគាត់ចង់ទទួលបានវីដេអូថ្មីៗកុំភ្លេច Subscribe Channel YouTube ម្នាក់មួយខ្ញុំនឹងមានវីដេអូចេញជាបន្តទៀតបាទអរគុណច្រើនជំរាបលា